ารมณ์แบบนี้ទស្សនភាពបែបនេះគឺពិតជាកម្របានឃើញណាស់ពុកម៉ែបងប្អូនហើយនេះគឺបង្ហាញអំពីការសាមគ្គីភាពគ្នាជាធ្លុងមួយដើម្បីគ្រប់គ្រងដល់កងកម្លាំងជួរមុខរបស់កម្ពុជាយើងនៅតាមព្រំដែនស្របពេលដែលរាជរដ្ឋាភិបាលនិងបងកងទ័ពកំពុងតែខិតខំការពារបរណភាពទឹកដីរបស់យើងខ្ញុំបាទផ្ទាល់ក៏ដូចជាប្រជាជនកម្ពុជាជាច្រើនអ្នកទៀតបានរួមកម្លាំងគ្នាជាធ្លុងមួយដើម្បីចូលរួមជាមួយនឹងកម្មវិធីការធ្វើដំណើរថ្មើរជើងដើម្បីបង្ហាញអំពីទឹកចិត្តស្នេហាជាតិនិងរួមគ្នាជាធ្លុងមួយគ្រប់គ្រងដល់រាជរដ្ឋាភិបាលនិងកងកម្លាំងជួរមុខរបស់កម្ពុជាចំពោះព្រឹត្តិការណ៍ការធ្វើដំណើរថ្មើរជើងនេះគឺធ្វើនៅថ្ងៃទី18ខែមិថុនាឆ្នាំ2025នៅពេលព្រឹកគឺព្រឹកព្រលឹមតែម្ដងគឺខ្ញុំបានធ្វើដំណើរទៅដល់កោះពេជ្រហើយបានចូលរួមជាមួយនឹងសមាគមសិល្បៈខ្មែរបានជួបជាមួយនឹងសិល្បករសិល្បករនីរៀមច្បងជាច្រើនតែម្ដងមិនត្រឹមតែប៉ុណ្ណោះខាងសមាគមបានរៀបចំនៅអាហារសម្រន់ជូនសិល្បករសិល្បករនីទាំងអស់គ្នាដែលបានចូលរួមថ្ងៃនេះថ្ងៃរះកាន់តែខ្លាំងទៅប្រជាជនកម្ពុជាជាច្រើនបានមករួមគ្នានៅឯខាងមុខសាលមហោស្រពកោះពេជ្រដើម្បីត្រៀមក្នុងការរៀបចំដើរដំណើរថ្មើរជើងរួមគ្នាបង្ហាញអំពីឆន្ទៈតែមួយចំណែកឯខាងសមាគមសិល្បករកម្ពុជាបន្ទាប់ពីសិល្បករសិល្បករនីបានមកជួបជុំគ្នាហើយសិល្បករទាំងអស់គ្នាបានធ្វើដំណើរដើរថ្មើរជើងទៅចូលរួមនៅឯខាងមុខសាលមហោស្រពកោះពេជ្រជាមួយនឹងគ្នាថ្ងៃនេះគឺជាថ្ងៃដ៏មហាអត្ថន័យដែលជាថ្ងៃដែលប្រជាជនកម្ពុជាបានរួមគ្នាជាធ្លុងមួយដើម្បីចូលរួមលើកទឹកចិត្តក៏ដូចជាគ្រប់គ្រងដល់រដ្ឋាភិបាលនិងបងកងទ័ពដែលកំពុងតែការពារបរណភាពទឹកដីនៅខាងព្រំដែនសម្រាប់ខ្ញុំបាទផ្ទាល់គឺពិតជាមានការកោតសរសើរនិងគោរពខ្លាំងមែនទែនចំពោះទឹកចិត្តប្រជាពលរដ្ឋកម្ពុជារបស់យើងទោះបីជាស្ថិតនៅក្រោមកម្ដៅថ្ងៃប៉ុណ្ណាក៏ដោយប៉ុន្តែគាត់នៅតែមានចិត្តតស៊ូដើម្បីអ្វីតស៊ូដើម្បីបង្ហាញនៅបេះដូងស្មោះសរគ្រប់គ្រងទៅកាន់បងទាហានដែលកំពុងតែការពារបរណភាពទឹកដីរបស់យើងខណៈពេលនេះគឺដល់ពេលដែលត្រូវធ្វើដំណើរថ្មើរជើងចេញពីកោះពេជ្រទៅកាន់វិមានឯករាជ្យស្របពេលដែលកំពុងតែធ្វើដំណើរថ្មើរជើងនេះគឺប្រជាជនកម្ពុជាទាំងអស់គ្នាបានស្រែកច្រៀងនៅបទដែនដីសវណ្ណភូមិស្រស់គ្នាគឺថាពីរោះខ្លាំងមែនតើដែនដីខ្មែរប្រែថាសវណ្ណភូមិខ្មែរគ្រប់ភូមិរមណីយស្ថានរៀបដរាបតមកតាំងពីបុរាណខ្មែរយើងបានរួបរួមសាមគ្គីថ្ងៃមួយមានសត្រូវប្រទុសារាយខ្មែរគ្រប់កាយស្មាំងចិត្តបដូរជីវីសឹកសង្គ្រាមឈាមស្រក់លើព្រឹត្តពីព្រះភូមិរិទ្ធិវង្សគង្គីកម្ពុជាឯករាជ្យបានឃ្លាតពីតុងខ្មែរបានសង់ទាំងអង្គក្រុមអាត្មាសូមទេវតាឲ្យពរសព្វសាធុការព្រះមហាក្សត្រយើងក្រុមក្រងផែនដីជាធម្មតានៅពេលដែលច្រៀងបទដែនដីសវណ្ណភូមិតែម្នាក់ឯងគឺអត់មានអារម្មណ៍ថាព្រួយសម្បល់ទេប៉ុន្តែនៅពេលដែលបានមកចូលរួមច្រៀងជាមហាគ្រួសារខ្មែរអញ្ចឹងគឺមានអារម្មណ៍ថាព្រួយសម្បល់ខ្លាំងមែនតើហើយបានជួយបំផុសគំនិតជាតិនិយមឲ្យកាន់តែកើនឡើងទ្វេដងឲ្យយើងចេះស្រឡាញ់និងដឹងគុណដល់ទឹកដីខ្មែរសម្រាប់ត្រីសូមលើកដៃបួងសួងឲ្យទេវតាគ្រប់ព្រះអង្គជួយคุ้មគ្រងថែរក្សាពុកម៉ែបងប្អូនក៏ដូចជាបងកងទ័ពដែលកំពុងតែការពារបរណភាពទឹកដីរបស់យើងអំពីការឈ្លានពានរបស់ខ្មាំងសត្រូវគឺអ្នកជិតខាងសូមឲ្យបងកងទ័ពទាំងអស់ទទួលបានជោគជ័យនិងមានសុខសុវត្ថិភាពនិងទទួលបានជ័យជំនះសម្រាប់មាតុភូមិយើងជ័យយោព្រះរាជាណាចក្រកម្ពុជា